ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពទាំងអស់គ្នាខ្ញុំបាទគ្រូថ្នាំឱសថបុរាណប៉ុលសេរីសញ្ញាត្បាល់បុកថ្ងៃនេះសូមឡាយតាក់ទងនឹងថ្នាំព្យាបាលជំងឺទូទៅបាទមិនថាបងប្អូនឈឺចុករយខ្នងចង្កេះកាពះពោះវៀនលើសឈាមលើសស្ករឡើងជាតិអាស៊ីតបាទហើយនឹងរលាកតម្រងនោមញឹកនោមទាស់នោមតឹងក្តៅផ្សាក្រហាយជាដើមហើយជាពិសេសនេះគឺផ្ដោតទៅលើបញ្ហាខ្សោយផ្លូវភេទបាទឆាប់ទុនឆាប់ជ្រាយឆាប់ព្រោះទឹកលឿនបាទអញ្ចឹងបងប្អូនអាចប្រើបាទឱសថបុរាណកម្រើករាត្រីនេះទៅវាជួយឲ្យអូនតូចរបស់យើងងើបស្ទុះស្ទារហ័សរហួនបាទហើយនឹងប្រយុទ្ធបានយូរជាដើមបាទអញ្ចឹងកម្រើករាត្រីជាប្រភេទឱសថបុរាណបាទឬដែលផ្សំចេញពីឫសឈើបាទដើមឈើស្លឹកឈើបាទប្រភេទពួកស្លឹកមានដូចជាកម្រើកគុំកម្រើករាត្រីបាទហើយត្បាល់ដែកបាទប្រភេទទាំងអស់ហ្នឹងគឺយើងយកមកផ្សំជាមួយនឹងប្រភេទមើមបាទមើមដូចជាមើមឫសអន្ទង់សបាទមើមថ្នាំចិនបាទមើមយិនសិនមើមក្រមុំប្តី100បាទដែលបងប្អូនតែងតែហៅថាឫស30នោះណាបាទហើយបើប្រភេទដើមវិញមានដើមបាទកបីឡើងកកបីជលដីបាទគោមួយសិតសឹងតែដើមថ្នាំបាទដែលជួយឲ្យសរីរាង្គកាយរបស់យើងទាំងមូលហ្នឹងបាទហើយជាពិសេសហ្នឹងគឺផ្ដោតទៅលើបញ្ហាខ្សោយអសមត្ថភាពផ្លូវភេទឆាប់ទុនឆាប់ជ្រាយឆាប់ព្រោះទឹកលឿនបាទអញ្ចឹងថ្នាំរបស់ខ្ញុំគឺធានាគុណភាពបាទតកតងនឹងការប្រើប្រាស់ទៅមិនមានការប៉ះពាល់ដល់សុខភាពដូចជាថ្លើមបាទដូចជាក្រលៀនបាទមិនមានការប៉ះពាល់ទេព្រោះអីថ្នាំនេះវាមានតួនាទីទៅលាងសម្អាតសារជាតិពុលក្នុងថ្លើមក្នុងក្រលៀនរបស់បងប្អូនដូចជាប្រភេទខ្លាញ់ប្រភេទកំបោរដែលនៅកកស្ទះក្នុងសរសៃឈាមធ្វើឲ្យចរន្តឈាមរបស់យើងរត់ចេញពីបេះដូងទៅវាអត់ដល់ទៅចុងដៃចុងជើងបាទធ្វើឲ្យបងប្អូនឧស្សាហ៍ស្ពឹកដៃស្ពឹកជើងបាទក្តៅផ្សាកាហាយជាដើមហ្នឹងបាទអញ្ចឹងសរុបឲ្យរួមទៅគឺថ្នាំនេះជាប្រភេទថ្នាំព្យាបាលជំងឺអាយុវឌ្ឍនៈបាទអញ្ចឹងមិនថាជំងឺអីក៏ដោយឲ្យទៅនៅក្នុងសរីរាង្គកាយបងប្អូនវាអាចជួយបាទជួសជុលព្យាបាលប៉ះប៉ូវឲ្យល្អបាទមានកម្លាំងកំហែងបាទហើយនឹងសុខភាពនឹងល្អទ្វេដងមកវិញបាទអញ្ចឹងជាបឋមគឺខ្ញុំសូមរៀបរាប់អំពីអត្ថប្រយោជន៍នៃថ្នាំកម្រើករាត្រីនេះជូនដល់ពុកម៉ែបងប្អូនឲ្យបានដឹងថាកម្រើករាត្រីនេះមិនមែនសម្រាប់តែបងប្អូនបុរសដែលគាត់មានបញ្ហាខ្សោយអសមត្ថភាពផ្លូវភេទតែមួយមុខប៉ុណ្ណោះទេបាទវាអាចជួយព្យាបាលទាំងបុរសទាំងស្ត្រីប្រុសស្រីបាទចាស់ក្មេងហ្នឹងគឺអាចព្យាបាលបានទាំងអស់បាទមានន័យថាអាចហូបបានទាំងអស់គ្នាសម្រាប់ការព្យាបាលយើងហូបបាទលក្ខណៈធម្មតាបាទមានន័យថាមួយថ្ងៃយើងហូប3ដងម្ដង5គ្រាប់បាទមុនបាយក៏បានក្រោយបាយក៏បានប៉ុន្តែកុំឲ្យគៀកបាយខ្លាំងពេកលើកលែងតែបុរសដែលគាត់ចង់ប្រយុទ្ធជាមួយដៃគូនៅលើសៃវៀនអានឹងគាត់ហូបសរុប15គ្រាប់បាទមុនប្រយុទ្ធ30នាទីទៅគឺវាអាចជួយឲ្យរឹងបានភ្លាមប្រយុទ្ធបានយូរល្អបាទហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលវេលាយូរខ្ញុំក៏សូមលើកយកអត្ថប្រយោជន៍បាទសព្វគុណនៃថ្នាំកម្រើករាត្រីនេះចាក់ជូនដល់ពុកម៉ែបងប្អូនដើម្បីឲ្យបានដឹងថាតើកម្រើករាត្រីនេះវាមានអត្ថប្រយោជន៍ទៅលើជំងឺអ្វីខ្លះហើយព្យាបាលបានទៅលើបុរសហើយនិងស្ត្រីដែរឬទេបាទកម្រើករាត្រីមួយកញ្ចប់នេះមានចំនួន500គ្រាប់ណាចំនួន500គ្រាប់ពីទូចេះណាបងប្អូនណាមួយកញ្ចប់មាន500គ្រាប់បាទហើយក្នុងមួយកញ្ចប់ហ្នឹងយើងអាចហូបបានរយៈពេល1ខែមានន័យថាយើងហូបមួយថ្ងៃ3ដងម្ដង5គ្រាប់បាទមុនបាយក៏បានក្រោយបាយក៏បាន
ហើយឆ្នាំនេះគឺវាមានអត្ថប្រយោជន៍ព្យាបាលទៅលើជំងឺដូចជាឈឺស្លាកដៃជើងចុករយខ្នងចង្កេះក្រពះពោះវៀនលើសឈាមលើសជាតិស្ករទឹកនោមផ្អែមបាទហើយនឹងឡើងជាតិអាស៊ីតហើយនឹងរិចក្រពេញប្រូស្តារលាកតម្រងនោមនោមញឹកនោមទាស់នោមតឹងក្តៅផ្សាក្រហាយបាទនោមមកមានពពុះមានក្លិនជាដើមអញ្ចឹងបងប្អូនទទួលទានក្នុងមួយថ្ងៃ3ដងម្ដង5គ្រាប់ចំណែកបងប្អូនស្ត្រីដែលមានជំងឺដូចជារលាកតម្រងនោមបាទឬមួយក៏រលាកដៃស្បូនបាទធ្លាក់សរដូវមកមិនទៀងឬក៏ឈឺចុកចាប់ពេលមានរដូវបងប្អូនអាចទទួលទានបាទក្នុងមួយថ្ងៃ3ដងម្ដង5គ្រាប់ដូចគ្នាបាទត្រឹមតែរយៈពេល2ទៅ3ថ្ងៃតែប៉ុណ្ណោះអាការៈទាំងឡាយដែលខ្ញុំបានរៀបរាប់ហ្នឹងគឺបានធូរស្រាលព្រាមបាទហើយបងប្អូនព្យាយាមហូបបាទឲ្យអស់មួយកញ្ចប់នេះទៅអញ្ចឹងអាការៈជំងឺនៃសរីរាង្គកាយបាទនៅក្នុងសរីរាង្គកាយរបស់ពុកម៉ែបងប្អូននឹងបានធូរស្រាលឬក៏ជាដាច់ជាបំខានបើសិនជាអាការៈមិនធ្ងន់ធ្ងរបាទចំពោះពុកម៉ែបងប្អូនដែលគាត់ឧស្សាហ៍ឈឺបាទស្លាកដៃជើងឈឺក្បាលជង្គង់បាទអោនម្ដងតយកដៃច្រត់បាទដៃជ្រោមដៃតោងបានងើបរួចបាទអាការៈទាំងអស់នេះហើយគឺបណ្ដាលមកពីជំងឺសន្លាក់បាទសន្លាក់សរសៃសន្លាក់អាស៊ីតជាដើមអញ្ចឹងពុកម៉ែយកទៅទទួលទានទៅបាទត្រឹមតែ2 3ថ្ងៃនឹងបានធូរស្រាលព្រាមរំពេចបាទរីឯបងប្អូនបរោះដែលគាត់កើតបាទជំងឺកាមរោគដូចជាស្វាយក្រាស្វាយក្រាំងបាទហើយប្រមេះទឹកបាយនៅមកមានខ្ទុះមានឈាមលាយឡំជាមួយហ្នឹងបាទបងប្អូនយកទៅកម្រើករាត្រីនេះយកទៅទទួលទានបាទត្រឹមតែ2 3ថ្ងៃដូចគ្នានៅមកគឺថ្លាវិញបាទលែងមានហូរឈាមហូរខ្ទុះអីទៀតហើយបាទអញ្ចឹងឆ្នាំនេះល្អខ្លាំងណាស់សម្រាប់បងអូនបរោះដែលគាត់មានជំងឺកាមរោគជាប់ខ្លួនបាទមិនថាយើងទៅឆ្លងពីដៃគោឬក៏ឆ្លងពីបន្ទប់បាទបង្គន់សាធារណៈក៏ដោយបាទអញ្ចឹងយើងអស់បារម្ភហើយបាទពេលដែលបានប្រើថ្នាំលោកគ្រូប៉ុលសេរីសញ្ញាក្បាលបុកនេះបាទនេះក្បាលបុកដែលខ្ញុំជានិមិត្តសញ្ញារបស់ខ្ញុំបាទអញ្ចឹងបងប្អូនកុំភ្លេចកាលណាបងប្អូនសម្លឹងឃើញក្បាលបុកគឺបងប្អូននឹកឃើញដល់លោកគ្រូប៉ុលសេរីជារំខានបាទបាទអរគុណច្រើនហើយបងប្អូនខ្លះក៏គាត់ទន្ទឹងរង់ចាំចង់ដឹងពីតម្លៃនៃថ្នាំបាទក្នុងមួយកញ្ចប់ហ្នឹងតម្លៃប្រហែលទៅលោកគ្រូបាទកម្រើករាត្រីនេះខ្ញុំលក់ឲ្យបងប្អូនក្នុងមួយកញ្ចប់តម្លៃ$30បាទ$30ស្មើនឹង120000ប៉ុន្តែឥឡូវនេះខ្ញុំអត់លក់ឲ្យថ្លៃជាងទៀតទេបាទខ្ញុំបញ្ចុះតម្លៃនៅសល់ត្រឹមតែ$10,000រៀលតែប៉ុណ្ណោះបាទស្មើនឹង$25អញ្ចឹងបងប្អូនយកទៅពិសាបានរយៈពេល1ខែបាទហើយកុំគិតថាហូបបានតិចមែនលោកគ្រូបាទមិនដាក់ឲ្យច្រើនគ្រាប់ហូបឲ្យបានច្រើនខែទៅបាទព្រោះអីឆ្នាំក្នុងមួយកញ្ចប់នេះគឺខ្ញុំបានថ្លឹងថ្លែងបាទឲ្យគ្រប់ចំនួនដុសបាទរបស់វាហើយអញ្ចឹងមានន័យថាបងប្អូនខ្សោយបាទឬក៏ឈឺបន្តិចបន្តួចខ្សោយបន្តិចបន្តួចទេបងប្អូនប្រើតែមួយកញ្ចប់ហ្នឹងគឺគ្រប់ចំនួនដុសហើយតែបងប្អូនខ្សោយខ្លាំងអាចថាប្រើអស់2កញ្ចប់ទៅ3កញ្ចប់ហើយបើសិនជាបងប្អូនណាដែលគាត់មានបញ្ហាលឹងងាប់បាទមានន័យថាអូនតូចរបស់គាត់ហ្នឹងមិនក្រោកបាទរយៈពេល4-5ឆ្នាំហើយបងប្អូនអាចប្រើចាប់ពី5កញ្ចប់ទៅ10កញ្ចប់ណាបាទធានាថាអូនតូចយើងនឹងងើបស្ទុះស្ទាឡើងមកវិញហើយបាទរីឯបងប្អូនដែលគាត់ការហើយបាទរយៈពេល3-4ឆ្នាំនៅតែមិនទាន់មានកូនណាមិនទាន់មានបុត្រអញ្ចឹងបងប្អូនអាចយកកម្រើករាត្រីនេះទៅទទួលទានធ្វើឲ្យអរម៉ូនបាទហើយនឹងទឹកកាមហើយនឹងមេជីវិតបាទចាប់ផ្ដើមរឹងមាំឡើងវិញហូបថ្នាំកម្រើករាត្រីនេះទៅវាបង្កើតមេជីវិតឲ្យបានច្រើនរឹងមាំបានល្អទឹកកាមបាទបានច្រើនការរួមដំណេកជាមួយនឹងដៃគូក៏បានយូរអង្វែងអញ្ចឹងហើយអាចមានប្រសិទ្ធភាពខ្ពស់ក្នុងការមានបុត្របាទក្នុងការមានកូនណាបាទអ
ចឹងបងប្អូនណាដែលគាត់អស់សង្ឃឹមបាទទៅរកពេទ្យ4-5ពេទ្យហើយរកថ្នាំឱសថបុរាណផ្សេងហើយនៅតែមិនទាន់មានបងប្អូនអាចសាកល្បងជាមួយនឹងថ្នាំខ្ញុំគ្រូឱសថបុរាណប៉ុលសេរីសញ្ញាក្បាលបុកនេះបាទយកទៅហូបបាទអាចនឹងសង្ឃឹមថាបងប្អូននឹងមានបត់ប្រើនឹងគេតពូជតពងវងតកូលបាទបងប្អូនខ្លះមានអារម្មណ៍ថារស់នៅជាមួយដៃគូយូរទៅបាទចាញ់បាទចាញ់ដៃគូភាគីខាងស្រីតូចចិត្តតូចថ្លើមខ្លួនអីក៏មានដោយសារបញ្ហាអូនតូចរបស់យើងហ្នឹងបាទខ្សោយបាទហើយបើយើងនិយាយគ្នាលេងហ្នឹងគឺថាខ្សោយអគុយអត់កាន់ភ្លើងបាទសាកថ្មបានដល់មួយផ្លេតហ្នឹងគឺថាតុនទៅវិញហើយបាទអ៊ីវទៅវិញហើយអញ្ចឹងកម្រើរាត្រីនេះធ្វើឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមានក្តីសង្ឃឹមឡើងវិញបាទហើយកម្លាំងខ្លាំងក្លាឡើងមកវិញរីឯជំងឺហ្នឹងក៏ព្យាបាលបានជាសះស្បើយមកវិញទៀតបាទអញ្ចឹងពីដើមគេតែងតែនិយាយថាព្រួយមួយបាញ់បានសត្វពីរបាទតែឆ្នាំកម្រើរាត្រីនេះបាទមិនមែនព្រួយមួយបាញ់បានសត្វពីរទេបាទព្រួយមួយបាញ់បានសត្វដល់តែ4-10ឯណោះបាទល្អមែនទែនបាទសម្រាប់ពុកម៉ែបងប្អូនចាស់ដែលគាត់ខ្សោយ power បាទ power ហ្នឹងមានន័យថាខ្សោយកម្លាំងបាទកម្លាំងរបស់គាត់ហ្នឹងចុះខ្សោយហូបកម្រើរាត្រីនេះទៅគឺថារឹងមាំល្អមកវិញបាទមានន័យថាធ្លាប់តែលហិតលហៃដៃជើងខ្សោយអស់កម្លាំងបាទបាយមិនសូវបានសម្រានមិនសូវលក់ក្រោយពីគេងបាទពីព្រឹកព្រលឹមឡើងហ្នឹងគឺថាយកដៃច្រត់ផងរុញផងច្រានផងតម្រាំផុតពីក្រេពីកន្ទេលពីខ្នើយហ្នឹងបាទអញ្ចឹងកម្រើរាត្រីគឺអាចជួយអាការៈទាំងអស់ហ្នឹងបានធ្វើឲ្យពុកម៉ែបងប្អូនងើបពីគេងបាទស្ទុះស្ទារហ័សរហួនបាទមិនបាច់ចាំងើបត្រេកត្រោតអីទៀតទេបាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលមើលការ live របស់ខ្ញុំបាទសូមឲ្យពុកម៉ែបងប្អូនជួយ share ឲ្យម្នាក់មួយផងដើម្បីឲ្យបងប្អូនដទៃទៀតដែលគាត់អត់មាន friend បាទអត់មាន follow ជាមួយខ្ញុំហ្នឹងឲ្យគាត់បានឃើញផងចាត់ទុកជាដំណឹងល្អដល់គាត់បាទពេលខ្លះគាត់កំពុងតែស្វែងរកថ្នាំបាទឱសថបុរាណដើម្បីជំនួយសុខភាពរបស់គាត់ប៉ុន្តែគាត់មិនដឹងទៅរកនៅទីណាដោយសារគាត់រកហើយបាទជួបតែរបស់ស្អុយមានន័យថាអត់បានជួបរបស់ពិតបាទហូបទៅចេះតែខុយបាទมันមានប្រយោជន៍អីសោះសម្រាប់គាត់ចឹងហើយក៏គាត់អាចថាអស់សង្ឃឹមនៅក្នុងជីវិតក៏ថាបានប៉ុន្តែបើសិនជាគាត់បានឃើញបងប្អូនជួយ share ទៅអាចគាត់ចាប់អារម្មណ៍បាទចង់សាកម្ដងទៀតបាទហើយថ្នាំគ្រូប៉ុលសេរីដូចបងប្អូនបានឃើញស្រាប់ហើយមានតែរបស់ល្អសម្រាប់បងប្អូនបាទជាពិសេសគឺបញ្ហាសុខភាពជាចម្បងហ្នឹងហើយគឺហូបទៅមិនមានការប៉ះពាល់ដល់សុខភាពដល់បងប្អូនទេបាទបាទហ្នឹងហើយចឹងបងប្អូនខ្លះគាត់មានចម្ងល់សួរថាថ្នាំឱសថបុរាណកម្រើរាត្រីនេះវិធីប្រើយ៉ាងម៉េចដែរបាទវិធីប្រើយើងហូបមួយថ្ងៃ3ដងម្ដង5គ្រាប់ណាបាទឬក៏មួយថ្ងៃ2ដងក៏បាន3ដងក៏បានអាស្រ័យទៅលើបងប្អូនចង់ព្យាបាលឲ្យបានលឿនឬក៏ចង់ព្យាបាលទៅសន្សឹមបាទបើយើងព្យាបាលទៅសន្សឹមយើងហូបមួយថ្ងៃ2ដងបានហើយម្ដង5គ្រាប់បាទតែបើបងប្អូនចង់ឲ្យហូបទៅចង់ឲ្យបានផលលឿនបាទព្យាបាលលឿនមិនថាជំងឺមិនថាខ្សោយផ្លូវភេទនោះបងប្អូនហូបមួយថ្ងៃ3ដងម្ដង5គ្រាប់បាទ5គ្រាប់ហើយការហូបនឹងយើងហូបក្រោយបាយ30នាទីឡើងទៅឬក៏មុនបាយ30នាទីឡើងទៅកុំឲ្យហូបគៀកបាយពេកវាសាបថ្នាំណាបងប្អូនបាទព្រោះអីយើងហូបបាយទៅភ្លាមកាលណាយើងហូបថ្នាំទៅបន្តគ្នាវាធ្វើឲ្យគុណភាពថ្នាំបាត់បង់បាទខ្សោយហើយតកតងនឹងការប្រយុទ្ធវិញបើសិនជាបងប្អូនចង់ប្រយុទ្ធជាមួយដៃគូបងប្អូនគ្រាន់តែហូប15គ្រាប់បាទ
មុនប្រយុទ្ធ30នាទីទៅវាជួយឲ្យរឹងបានភ្លាមវាយបានយូរល្អបាទសម្រាប់បងប្អូនបរិះដែលគាត់ធ្លាប់តែរស់នៅជាមួយដៃគូបាន1នាទី2នាទីពេលដែលបានទទួលទានកម្រើករាត្រីនេះហើយនិយាយថាมันក្រោមពី4-10នាទីទេបាទហើយបើយើងព្យាយាមហូបឲ្យអស់បាទមួយកញ្ចប់ឬក៏ពីរកញ្ចប់ដើម្បីឲ្យកលៀនរបស់យើងរឹងមាំបានល្អជាងនឹងទៀតវាកាន់តែបានយូរជាងនឹងទៀតហើយបាទអញ្ចឹងល្អមែនទែនថ្នាំនេះបាទបងតើថ្នាំនេះមួយកញ្ចប់តម្លៃ 100000 រៀលបាទពីមុនខ្ញុំលក់$30ឥឡូវខ្ញុំលក់តែតម្លៃ 100000 ទេបាទមានន័យថាបញ្ចុះតម្លៃពី$30មក$25ដល់បងប្អូនទាំងអស់គ្នាបានប្រើប៉ុន្តែมันរួមជាមួយនឹងសេវាផ្ញើទេណាបងប្អូនណាសូមអធិស្ឋានផងសេវាដឹកជញ្ជូនតាមចិត្តតាមឆ្ងាយបាទបើនៅចិត្តផ្ទះខ្ញុំមិននឹងខ្ញុំដឹកឲ្យផ្ទាល់បាទតែបើនៅឆ្ងាយក៏ឲ្យម៉ូតូដុបគេដឹកទៅគេគិតសេវា10000ផ្សេងបាទថ្លៃសេវាដឹក10000ផ្សេងបាទអញ្ចឹងបងប្អូនខ្លះក៏ចង់ស្គាល់ទីតាំងខ្ញុំអាចមកជាវដល់ទីតាំងខ្ញុំក៏បានបាទទីតាំងខ្ញុំនៅភ្នំពេញណាបងប្អូននៅភ្នំពេញខ្ញុំនៅសង្កាត់ចោមចៅ2ខណ្ឌពោធិ៍សែនជ័យផ្លូវជាតិលេខ3ហៅវត្តព្រៃស្ពឺបាទហើយខ្ញុំនៅភូមិស្រែជំរៅបាទបើនិយាយពីម្ដុំវិញយើងនៅយើងហៅថាម្ដុំបរិយសន្តិភាព2ឬក៏យើងហៅថាម្ដុំគុកព្រៃសរបាទចឹងបងប្អូនធ្វើដំណើរឆ្លងកាត់ខាងគុកព្រៃសរយើងជិះហួសគុកព្រៃសរមកដល់បរិយសន្តិភាព2យើងបាត់ស្ដាំចូលមកខាងវត្តព្រៃស្ពឺបាទតែបងប្អូនមកតាមផ្លូវជាតិលេខ3បាទមកពីភ្នំពេញវិញតាមផ្លូវជាតិលេខ3យើងឆ្លងកាត់ចោមចៅងោ70មកបាទហើយជា3-4 គីឡូហ្នឹងបងប្អូននឹងឃើញខ្លោងទ្វារវត្តព្រៃស្ពឺបាទអញ្ចឹងយើងជិះចូលតាមវត្តខ្លោងទ្វារវត្តព្រៃស្ពឺហ្នឹងមកហើយបើសិនជាបងប្អូនមកពីខាងផ្លូវជាតិលេខ4ឬក៏មកពីខាងផ្លូវជាតិលេខ3ខាងត្រាំកក់ត្រាំខ្នាយហ្នឹងបងប្អូនជិះមកដល់ស្តុបទួលកៃហ្នឹងបាទពោះមកប្រហែលជា1 គីឡូទៀតដល់ខ្លោងទ្វារវត្តព្រៃស្ពឺហើយបាទងាយស្រួលរកទេបងប្អូនណាហើយបើសិនជាមិនច្បាស់អាចទំនាក់ទំនងតាមលេខទូរស័ព្ទរបស់ខ្ញុំក៏បានមាន3ខ្សែបាទប្រព័ន្ធទី1ប្រព័ន្ធ Smart 096 56 50+264បាទ096 56 50+264ហើយប្រព័ន្ធទី2គឺប្រព័ន្ធ Medphone ណាបងប្អូន071 31 91 374 071 31 91 374បាទហើយប្រព័ន្ធទី3គឺប្រព័ន្ធ Cell Card ចឹងបងប្អូនមាន Cell Card ក៏អាចខលតាមប្រព័ន្ធ Cell Card បាន099 47 20+75បាទ099 47 20+75បាទអញ្ចឹងទាំង3ខ្សែហ្នឹងមានTelegram ផងដែរបាទអញ្ចឹងបងប្អូនប្រើ Telegram បងប្អូនអាច sell លេខខ្ញុំនឹងទៅនឹងអាចទំនាក់ទំនង Telegram ជាមួយគ្នាបានហើយបាទហើយបងប្អូនមិនមាន Telegram ទេបងប្អូនចង់តាក់ទងតាម chat បាទ chat page របស់ខ្ញុំហ្នឹងបងប្អូនគ្រាន់តែវាយឈ្មោះថាលោកគ្រូប៉ុលសារីបាទមិនបាច់ដកឃ្លាទេលោកគ្រូប៉ុលសារីអញ្ចឹងបងប្អូនអាចចុចមកក្នុង chat ហើយអាចតាក់ទងបាទសួរបាទយោបល់បន្ថែមពីថ្នាំកម្រើករាត្រីនេះបានបាទអញ្ចឹងអរគុណច្រើនបាទក្នុងការ live របស់ខ្ញុំក៏ដល់ទីបញ្ចប់ហើយអញ្ចឹងក៏អត់មានអីច្រើនបាទទៀតទេតែគ្រាន់ថាចង់រំលឹកបន្តិចទៀតអំពីអត្ថប្រយោជន៍ថ្នាំកម្រើករាត្រីនេះបាទអញ្ចឹងបងប្អូនឮថាកម្រើករាត្រីអត់ហ៊ានជាវយកទៅប្រើទេខ្លាចពុកម៉ែចាស់គាត់អត់ហ៊ានប្រើខ្លាចកម្រើកបាទប៉ុន្តែមិនមែនមានន័យអញ្ចឹងទេថ្នាំនេះជាថ្នាំអាយុវឌ្ឍនៈមានន័យថាពុកម៉ែចាស់ក៏ហូបបានដែរប្រើបានដូចគ្នាទាំងអស់មិនថាបរិសុទ្ធស្ត្រីចាស់ក្មេងប្រុសស្រីអីគឺថាប្រើបានដូចគ្នាបាទ
ទី1អត្ថប្រយោជន៍យកទៅព្យាបាលជំងឺដូចជាឈឺសន្លាក់ដៃជើងចុករយក្នុងចង្កេះកាពះពោះវៀនលើសឈាមលើសស្ករឡើងអាស៊ីតទឹកនោមផ្អែមហើយនឹងរិចកពេញប្រូស្តាតនោមញឹកនោមទាស់នោមតឹងក្តៅផ្សាក្រហាយបាទបងប្អូនខ្លះហូបកាហ្វេក្លិនកាហ្វេហូបកាទៀវក្លិនកាទៀវដំណាក់កាលហ្នឹងគឺចូលដល់ដំណាក់កាលទី2ទី3ហើយបាទអញ្ចឹងព្យាយាមបាទបញ្ញត្តិរស់រាន់ឡើងមើលថែក្រលៀនរបស់យើងបាទសាខ្មែរយើងហៅថាក្រលៀនសាពេទ្យគេហៅថាតម្រងនោមរបស់យើងហ្នឹងឲ្យទាន់ពេលវេលាអញ្ចឹងឆ្នាំកម្រៅរាត្រីនេះវាមានតួនាទីលាងសម្អាតសារជាតិពុលជាតិខ្លាញ់ជាតិកំបោរដែលនៅកកស្ទះក្នុងសរសៃឈាមរបស់យើងបានយ៉ាងល្អណាបាទសូមអធិស្ឋាននិយាយទៅនិយាយមកមាស់កបាទអញ្ចឹងវាមានតួនាទីលាងសម្អាតសារជាតិខ្លាញ់ជាតិកំបោរដែលនៅកកស្ទះក្នុងសរសៃឈាមកលៀនរបស់បងប្អូនបានយ៉ាងល្អធ្វើឲ្យចរន្តឈាមរបស់យើងរត់បាទចេញពីបេះដូងទៅបានលឿនបានស្រួលបាទលេងស្ពឹកដៃលេងស្ពឹកជើងហើយរីឯបងប្អូនដែលការហើយបាទ 4-5 ឆ្នាំមិនទាន់មានបុតចង់មានបុតក៏អាចប្រើបានផងដែរបាទវាជួយបង្កើតអរម៉ូនបង្កើតទឹកកាមហើយនឹងមេជីវិតបាទបានយ៉ាងលឿនបានយ៉ាងល្អរឹងមាំបាទពេលចូលទៅក្នុងស្បូនគេហៅថាកន្សោមពងដែលទទួលយកមេជីវិតរបស់បរិសុទ្ធហ្នឹងទៅរឹងមាំបានល្អឆាប់មានបុតលឿនណាបាទពីឯបងប្អូនដែលកើតជំងឺកាមរោគបាទមិនថាកើតស្វាយបំមេះទឹកបាយស្វាយក្រាបស្វាយក្រាំងបាទស្វាយបែកអីហ្នឹងគឺថាហូបតែ2-3ថ្ងៃទៅបានធូរភ្លាមបាទហើយតកតងនឹងបាទជំងឺជាច្រើនមុខទៀតណាបងប្អូនដែលខ្ញុំមិនបានរៀបរាប់អស់វោគិតថាខ្ញុំនឹងឆ្នាំតាមមុខហ្នឹងហើយក៏ត្រូវច្រើនម្លេះបាទត្រូវច្រើនបងប្អូនណាដោយសារទី1ខ្ញុំមិនមែនផ្សំតែមួយមុខឬក៏2មុខថ្នាំទេបាទខ្ញុំផ្សំរហូតដល់15មុខថ្នាំឥឡូវហ្នឹងខ្ញុំបន្ថែម3មុខថ្នាំទៀតឡើង18មុខថ្នាំហើយអញ្ចឹងថ្នាំនីមួយៗវាមានតួនាទីខុសៗគ្នាបាទអញ្ចឹងសរុបឲ្យខ្លីទៅបាទបងប្អូនមិនបាច់ឆ្ងល់ថាថ្នាំមួយមុខសោះត្រូវបានអីច្រើនមុខម៉េះមិនមែនមួយមុខទេណាបងប្អូនកុំយល់ច្រឡំណាបាទផ្សំឡើង18មុខថ្នាំហើយបងប្អូនថាមួយមុខបាទអញ្ចឹងបងប្អូនថាមួយមុខហ្នឹងគឺខុសហើយខ្ញុំផ្សំ18មុខថ្នាំបាទយើងគិតថាមួយមុខថ្នាំត្រូវតែមួយមុខក៏វាត្រូវបាន18មុខជំងឺដែរបាទយើងគិតចេះវិញបងប្អូនកុំគិតថាខ្ញុំផ្សំថ្នាំតែមួយមុខហ្នឹងបាទមិនមែនទេណាបងប្អូនណាបាទអញ្ចឹងអរគុណច្រើនហើយតម្លៃគឺមួយកញ្ចប់ហ្នឹងតម្លៃតែ100000រៀលទេណាបងប្អូនណាធ្លាប់លក់ពីមុនគឺមួយកញ្ចប់$30ស្មើនឹង120,000ឥឡូវខ្ញុំបញ្ចុះតម្លៃឲ្យបងប្អូនយកទៅបានយកទៅប្រើឲ្យមានសុខភាពល្អគ្រប់គ្នារីឯបញ្ហាខ្សោយផ្លូវភេទគឺអស់បារម្ភហើយបាទហូបបាទតកតងនឹងជំងឺបងប្អូនហូប2-3ថ្ងៃដឹងធូរដឹងថយតែបើការប្រយុទ្ធវិញមិនបាច់ដល់2-3ថ្ងៃទេបងប្អូនហូបមុនប្រយុទ្ធតែ15នាទីធានាថារឹងភ្លាមវាយបានយូរបាទលេខ1តែម្ដងបើមិនជឿកុំប្រមាថបាទសាកមើលសិនមិនដឹងបាទអរគុណច្រើនហើយមុននឹងដល់ទីបញ្ចប់ខ្ញុំបាទក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អកុំឲ្យមានជំងឺអ្វីៗមកបៀតបៀនឲ្យសោះហើយសូមកុំភ្លេចជួយ like ជួយ share ឲ្យផងឲ្យបងប្អូនដទៃទៀតដែលក៏អត់មាន friend ជាមួយនឹងខ្ញុំឲ្យគាត់បានឃើញបាទគាត់ចង់ជឿមិនចង់ជឿយ៉ាងហោចណាស់គាត់បានមើលហើយគាត់សប្បាយចិត្តគាត់បានបន់ដែរបាទអញ្ចឹងខ្ញុំសូមអរគុណសូមជម្រាបលាបាទបងប្អូនកុំភ្លេចចំណាំស្លាកសញ្ញាផងណាសញ្ញាត្បាល់បុកណាសញ្ញាត្បាល់បុកហើយមានរូបសាច់ដុំបាទហើយខាងលើហ្នឹងសរសេរថា
កម្រើករាត្រីសញ្ញាត្បាល់បុកគ្រូប៉ុលសេរីបាទគ្រូប៉ុលសេរីបាទព្រោះអីខ្លាចលោមានបងប្អូនគាត់ធ្វើរបស់ខ្លាំងខ្លាយយកទៅលក់ឲ្យបងប្អូនបាទចាំបងប្អូនចំណាំជាប្រភេទគ្រាប់សូនបែបនេះបាទមួយកញ្ចប់ហ្នឹងមាន500គ្រាប់ណាបងប្អូនបាទមួយកញ្ចប់មាន500គ្រាប់ហូបបានមួយខែ